បងប្អូនមួយចំនួនតែងតែខមមិនសួរខ្ញុំថានឹករកធ្វើម្ហូបរាល់ថ្ងៃហ្នឹងបាទអត់តល់អត់គាំងទេអីព្រោះថាមុខម្ហូបឃើញប្លែករាល់ថ្ងៃអញ្ចឹងណាបងប្អូនបាទគឺថាខ្ញុំអត់បញ្ហាទេម្ហូបបាទរាប់រយមុខគឺថាខ្ញុំអាចនឹករកគិតធ្វើឲ្យបងប្អូនបានទស្សនាកម្សាន្តបានប៉ុន្តែបាទខ្ញុំគាំងថងឃើញបាទខមមិនបងប្រុសម្នាក់បាទនៅ YouTube របស់ខ្ញុំណាបាទគាត់ខមមិនថាមួយថ្ងៃឃើញតែពីធ្វើម្ហូបហើយនឹងញ៉ាំបាទអត់មានអីផ្សេងលើសពីនឹងទេអី បាទសំណួរនេះទៅពេលដែលខ្ញុំឃើញហ្នឹងបានជាបាទភាពគៀងពិតប្រាកដសម្រាប់ខ្ញុំមិនដឹងថាបាទត្រូវពួរនីត្រូវបកស្រាយមិនសម្រាប់គាត់ណាដោយសារវីដេអូរបស់ខ្ញុំនេះគឺជាវីដេអូបាទដែលបង្ហាញអំពីការចម្អិនម្ហូបពីរបៀបរបបនៃការធ្វើម្ហូបហើយក៏ដូចជាជីវិតរស់នៅបែបជនបទសុខស្រែចម្ការអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយបានជាខ្ញុំឃើញខមមិនមួយហ្នឹងគឺខ្ញុំមានអារម្មណ៍ថាអូលើកទី1ហើយបាទក្នុងឆាកជីវិតរបស់ខ្ញុំដែលទទួលបានខមមិនបែបនេះពីបងណាបងប្អូនប៉ុន្តែសម្រាប់ខ្ញុំយល់ឃើញថាជាខមមិនមួយដែលល្អដែលវិជ្ជមានច្រើនសម្រាប់ខ្ញុំពីព្រោះថារាល់ថ្ងៃនេះពួកខ្ញុំកំពុងតែបាទរៀបចំចំការបាទមានដាំដំណាំផលផ្លែមានតាំងពីនៃបាទតកូនតសក់រនងតឡាចបាទមានម្ទេសមានខ្ទឹមមាននិយាយរួមទៅបាទម្រះនិយាយរួមទៅបន្លែស្រុកខ្មែរគ្រប់សពទាំងអស់ទ្របជាងជិត30មុខបងប្អូនណាបាទហើយជាពិសេសគឺក៏មានរៀបចំជាកន្លែងចិញ្ចឹមសត្វបងប្អូនខ្ញុំចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមកងានបាទយើងធ្វើរោងធ្វើកន្លែងចិញ្ចឹមយកសាច់យកពងបាទហើយក៏បង្ហាញអំពីបាទជីវិតការរស់នៅបែបសាមញ្ញបែបពួកខ្ញុំអញ្ចឹងណាបងប្អូនបាទព្រោះតាពួកខ្ញុំអត់មានអីឲ្យពិសេសលើសលប់ក្រៅពីនឹងទេព្រោះជីវិតពួកខ្ញុំអ្នកតាមស្រុកស្រែជនបទចំការគឺបងប្អូនដឹងហើយបាទមានតែប៉ុណ្្នឹងឯងពេលខ្លះទៅក៏ទៅដាក់បកាយស្ទូចត្រីបាទតបក់ត្រីបានមហូបអញ្ចឹងទៅបាទពេលខ្លះទៅក៏យើងទិញពីគេខ្លះអីចឹងណាហ្នឹងហើយឥឡូវនេះបងប្អូនយើងចូលមកសាច់រឿងយើងវិញម្ដងណាថ្ងៃនេះអូបាទខត្រីបងប្អូនខត្រីរស់ណាហើយនេះបាទអាកណ្ដិបចុងភៅពីរអ្នកខ្ញុំនេះមានអានីមីអូដៃស្ដាំដៃឆ្វេងបាទថាបាទអាមីទេរាល់ថ្ងៃគឺគេប្រើដៃឆ្វេងបាទសម្រាប់អានីគឺគាត់ប្រើដៃស្ដាំអានឹងគឺ original ហ្មងបងប្អូនបាទធម្មជាតិរបស់គាត់សុទ្ធសាធតែម្ដងពីរអ្នកហ្នឹងគឺឆ្វេងមួយស្ដាំមួយអញ្ចឹងបាទខ្ញុំនិយាយថាចុងភៅដៃស្ដាំដៃឆ្វេងវាត្រូវហើយត្រីបាទបន្ទាប់ពីយើងបានធ្វើបានកត់វាស្អាតហើយបាទគឺថាយើងយកមកបាទប្រឡាក់គ្រឿងហើយបាទអានេះគេទៅតែងដើមត្រប់ដើមអីចឹងបងប្អូនហ្នឹងហើយព្រោះគាត់ចេះគាត់ធ្វើអាទាំងអស់ហ្នឹងដោយសារបាទគាត់ចេះតែមើលយើងលេចកើតជើងបងទៅគាត់ចេះធ្វើអញ្ចឹងណាហ្នឹងហើយសម្រាប់ខត្រីរ៉ស់របស់យើងថ្ងៃនេះគឺសាមញ្ញទេបងប្អូនណាយើងដាក់តាបាទអំបិលប៊ីចេងរ៉ូឌីបាទមាននេះណែទឹកស៊ីអ៊ីវខាប់បន្តិចមកបាទយើងមានប្រេងខ្យងមានអំបិលអីចឹងបងប្អូនបន្ទាប់មកគឺថាយើងច្បល់វាឲ្យវាចូលគ្រឿងសពសាច់គ្នាបានល្អណាហើយបន្ទាប់មកយើងទុកវាឲ្យបាទបានមកស្បកធំសិនអញ្ចឹងបាននៅជុំវិញទៀតខ្ញុំអត់មានអីទេបងប្អូនបាទបើថាម្ទេសបើថាគ្រឿងស្លស្លុកផុកផ្អកអីផ្សេងគឺមិនសូវពិបាកទិញគេប្រហែលទេដោយសារទី1បើថាផ្អកឬក៏ផុកយើងធ្វើខ្លួនឯងហើយបើថាដំណាំដាំដុះពេលខ្លះវាមិនផុតទេអារឿងទិញគេបងប្អូនគាត់ថាវាភាគតិចណាហ្នឹងហើយឥឡូវនេះបាទយើងដាក់ខ្លាញ់មកបន្តិចមកដើម្បីយើងបំពងស្ករវាឡើងពងក្រងចេះបងប្អូនបានវាឈ្ងុយណាបាទបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងបាទខ្ទឹមសបាទខ្ទឹមក្រហមហើយនឹងម្ទេសបាទបន្ទាប់មកយើងដាក់យើងកូរវារហូតដល់វាឈ្ងុយរឿងឆ្អិនគ្រឿងហើយបាទសពសាច់គ្នាបានល្អយើងដាក់ណែបាទចាក់សាច់ត្រីដែលយើងបានប្រឡាក់រួចហ្នឹងចូលបន្ទាប់មកគឺថាយើងបាទភ្លាមហ្នឹងយើងកូរវាទៅបងប្អូនយើងកូរយើងត្រឡប់វាឲ្យសព្វគ្រប់ទាំងអស់ណាបាទដើម្បីឲ្យវាចូលជាតិគ្នាហើយតែបន្តិចទៀតយើងអាចកូរបានទេតែកូរបែកសាច់ត្រីអស់បងប្អូនអញ្ចឹងណាអញ្ចឹងបាទយើងមិនទាន់ដាច់ទឹកនេះគឺថាយើងកូរបានដាក់ភ្លាមកូរភ្លាមបាទបន្ទាប់ពីកូរខ្ញុំផ្ងំចោលមួយផ្លែទៅឲ្យដាច់ទឹកទៅបាទពីអ្នកបងប្អូនគេមកអង្គុយលេងស្ពាននៅមុខផ្ទះបងប្អូនស្ពានរិស័យយើងណាបាទមានផលិតចង់អីជុំវិញហ្នឹងទៅបាទអូយបងប្អូននេះទេសភាពនេះខាងខ្ញុំគឺតែប៉ុណ្ណេះទេបាទអត់មានវីឡាស្គឹមស្កៃអាគារខ្ពស់ដល់ពពកអីទេមានតែថាបាទអំពោះចុងស្រូវហ្នឹងបងប្អូនឃើញទេនេះបាទបន្ទាប់ពីគេរត់លេងសបាយគេមកនាំមកហូបនោះក៏ឆ្អិនខ្ញុំថែមទឹកថែមអីឲ្យហើយបងប្អូនគាត់ថាយើងមើលនេះបាទអូបាទខរបស់យើងគឺតំណងបន្ទាប់មកខ្ញុំចាក់ពេញប៉ោះចូលបងប្អូនណាបាទពេញប៉ោះយើងមិនបាច់ដាក់ច្រើនពេកទេបងប្អូនយើងដាក់មកល្មមដើម្បីទី1ឲ្យវាឆ្ងាញ់ណាកុំឲ្យមានអារម្មណ៍ថាម្ហូបយើងហ្នឹងគឺបាទសាច់សុទ្ធពេកអញ្ចឹងណាបាទដាក់ពេញប៉ោះអីចឹងទៅបាទរសជាតិវាក៏ឆ្ងាញ់រឿងជូរអែមអីចឹងទៅបាទហើយពេញប៉ោះក៏បន្ថែមនៅគេហៅថាពួរម្ហូបយើងឲ្យកាន់តែបាទទាក់ទាញយើងមុនអញ្ចឹងណាបងប្អូនអើយសម្រាប់អ្នកដែលចូលចិត្តខត្រីរ៉ស់ឲ្យឃើញប៉ុណ្ណេះខ្ញុំយល់អារម្មណ៍ច្បាស់បាទច្បាស់ហើយបាទដឹងថាក្លៀនបាទគោពោះហើយជាពិសេសគឺបងប្អូនណាដែលចង់សម្រក់គីឡូសម្រក់ទម្ងន់អីខ្ញុំគិតថា
វីដេអូខ្ញុំគឺមិនសូវត្រូវទេ បាទដោយសារតែឃើញហើយគឺដឹងតែឃ្លានបងប្អូនណាដោយសារតែបាទអូមហូបមួយគឺបាទសម្រិតសម្រាំងណាស់យើងធ្វើដើម្បីឲ្យពុកម៉ែបងប្អូនយើងហ្នឹងបាទបានទស្សនាជាពិសេសគឺចែករំលែកនៅចំណេះដឹងដែលខ្ញុំមានអញ្ចឹងណាបងប្អូនបាទគាត់ថាវាមិនពិសេសអីលើសគេណាទេបងប្អូនគាត់ថាយើងធ្វើទៅយើងហូបបានបាទរសជាតិគឺមកឆ្ងាញ់ប៉ុណ្ណឹងអញ្ចឹងណាបាទហើយនេះបងត្រីយើងមានពងទៀតបងប្អូនហើយនេះបាទដុសឲ្យម្នាក់មួយហើយនេះបាទនិយាយពីខត្រីនៅពេលដែលយើងខវាឆ្អិនត្រូវក្បួនខ្នាតវាដាច់ទឹកល្អបាទយើងដាក់ទឹកមកវាត្រូវគ្រឿងទៀតនិយាយពីរសជាតិវាងាញ់ណាស់បងប្អូនហើយនិយាយទៅលេបទឹកមាត់ខ្លួនឯងទៀតដោយសារតែបាទនឹកដល់ពីអារសជាតិដែលបានញ៉ាំណាហើយអានេះអមីកូនខ្ញុំបើថាបានហូបឆ្ងាញ់អញ្ចឹងបាច់និយាយទេបាទអូយបាទបាយថែមឲ្យថែមទៀតនិយាយពីបាទសព្រាលោកគឺដូចគេហាត់ប្រាណអញ្ចឹងបងប្អូនហ្នឹងហើយនេះអូនិយាយពីក្បាលត្រីវិញយើងធ្វើយើងដាក់លាងច្បាច់អំបិលឲ្យស្អាតមកបងប្អូនបាទអូយជក់ជីបហ្មងជាតិណាស់បងប្អូនអើយនេះហើយបន្ទាប់ពីថាបាទហូបបាយអីហើយហ្នឹងគឺបាទមេឃរៀងប្រលប់ល្មមបងប្អូនហើយនេះអាមីគេដាក់ចំណីឲ្យចត្រាអូនិយាយពីថាកូនឆ្មាគេនេះឈ្មោះចត្រាបងប្អូនណានិយាយពីខ្ជូតដល់ហើយនឹងបន្ទាប់មកគឺអានេះគេជាអ្នកដែលលាងចានសម្អាតចានអាមីគេមកបោះជូតតុកកន្លែងញ៉ាំហើយអញ្ចឹងណារៀបចំទុកដាក់អញ្ចឹងទៅហើយខ្ញុំនេះអូបាទដាក់បាយឲ្យគីបាទមាន3ដែរគីរាល់ថ្ងៃគាត់ថាធំ1 2 2អញ្ចឹងណាបាទអរគុណជម្រាបលាបងប្អូន